ធានបទលើកនេះយើងនិយាយពីបរិះល្អដែលនារីគួរមើលខ្ញុំលើកប្រធានបទនេះយកមកនិយាយជាការផ្ដោតគំនិតបន្ថែមក្នុងការទៅរិះពិចារណាពីព្រោះខ្ញុំសង្កេតឃើញថាការយល់ច្រឡំវាបង្កើតឲ្យមានបញ្ហាច្រើននៅក្នុងសង្គមយើងជាពិសេសបញ្ហាក្នុងទំនាក់ទំនងព្រោះពេលខ្លះទៅយើងអត់ដឹងថាអាម៉េចគេហៅថាល្អមិនថាមិនល្អណាប៉ុន្តែខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់គំនិតខ្ញុំហើយយល់ស្របទៅទាំងអស់គ្នាទេស្ដាប់មើលទៅពិចារណាមើលខ្លួនឯងណារួចកន្លែងណាល្អយកទុកគ្រាន់ត្រិះរិះពិចារណាទៅកន្លែងណាដែលគិតថាមិនល្អទេទាត់ចោលទៅបោះបង់ទៅអត់បញ្ហាទេប៉ុន្តែគាត់ថាបានជាគំនិតច្រើនជាព័ត៌មានច្រើនក្នុងការពិចារណាទៅវាធ្វើឲ្យបញ្ញារបស់យើងក៏កើនច្រើនជាងមុនដែរក្នុងការពិចារណាអញ្ចឹងភាពត្រឹមត្រូវនឹងក៏វាកាន់តែមានច្រើនជាងមុនដែរអូខេឥឡូវយើងចាប់ផ្ដើមចូលមកនិយាយតាក់ទងនឹងបរិះល្អបច្ចុប្បន្នប្រហែលជាមានការប្រទាំងប្រទិសគ្នាតាក់ទងនឹងបរិះល្អនឹងឥឡូវនារីមួយចំនួនធំជាពិសេសក្មេងៗយល់ថាបរិះល្អលុះត្រាតែចេះ sweet លុះត្រាតែចេះ surprise លុះត្រាតែចេះរបៀបថាយកចិត្តយកថ្លើមអីចឹងណាអានឹងបានរាប់ថាបរិះល្អប៉ុន្តែចំពោះខ្ញុំគិតថាអានឹងមិនមែនហៅថាបរិះល្អទេមិនមែនជាប្រភេទបរិះដែលនារីគួរយកមកធ្វើជាស្វាមីឬក៏យកគេហៅប្រើពាក្យថាការជាមួយណាការរស់នៅជាមួយគ្នាបរិះដែលល្អមែនតើដែលនារីគួរជ្រើសរើសហ្នឹងគឺជាប្រភេទបរិះដែលគាត់គិតពីទំនួលខុសត្រូវគ្រួសារមុនគេហ្មងចឹងឧបមាថាគាត់នៅមិនតាន់ការមួយគ្នានេះគាត់ជាមនុស្សម្នាក់ដែលមានទស្សនវិស័យវែងឆ្ងាយនៅក្នុងគ្រួសាររបស់គាត់ចេះមានគំនិតធ្វើការឲ្យខ្លាំងចឹងមិនមែនធ្វើការលេងលើមគឺគាត់ធ្វើការងារខ្លាំងចឹងនារីដែលជួបបរិះដែលគាត់យកចិត្តទុកដាក់ក្នុងការងារខ្លាំងកុំខឹងគាត់ព្រោះពេលខ្លះទៅយើងមានអារម្មណ៍ថាគាត់អត់សូវមានពេលវេលាផ្ដល់ឲ្យយើងអត់សូវមានពេលវេលា sweet អត់មានពេលវេលាអីសុបាយមួយគ្នាច្រើនទេចឹងយើងមានអារម្មណ៍ខឹងគាត់ប៉ុន្តែកន្លែងហ្នឹងជាចំណុចល្អវិញព្រោះដោយសារតែគាត់មានទស្សនវិស័យវែងឆ្ងាយគាត់ខំប្រឹងហ្នឹងចឹងនៅពេលដែលយើងការរួចយើងអត់សូវវេទនាប្រហែលទេព្រោះយើងអត់សូវមានវិបត្តិហិរញ្ញវត្ថុទេកន្លែងចំណុចហ្នឹងគឺសំខាន់ហើយមួយទៀតបើសិនជាគាត់ជាអ្នកធ្វើការឬរកស៊ីអីចឹងណាគាត់ជាអ្នករកស៊ីធ្វើចំនួនអីអាហ្នឹងក៏ល្អដែរសំខាន់គឺគាត់ធ្វើពិតប្រាកដគាត់អត់លេងលើមទេគឺគាត់មានគិតបញ្ហាគ្រួសារធំមែនតើអនាគតគ្រួសារអនាគតប្រពន្ធកូនគាត់សំខាន់នឹងយកទៅក៏អត់ខុសទេរួចមួយទៀតនឹងចំណុចមួយទៀតដែលខ្ញុំចង់ប្រាប់ថារូបរាងខាងក្រៅមិនមែនអត់ឲ្យគិតសោះទេមិនឲ្យគិតសោះយើងគិតដែរប៉ុន្តែវាមិនមែនជាមេគុណទី1ដែលយើងត្រូវគិតទេចឹងអ្វីដែលខ្ញុំចង់និយាយថាមេគុណទី1ដែលបរិះល្អហ្នឹងគឺបរិះដែលអាចចិញ្ចឹមគ្រួសារអត់ឲ្យពិបាកវេទនាបានគឺជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវទៅក្នុងការងារនឹងជាចំណុចមួយដែលរាប់ថាជាបរិះដែលល្អចំណុចទី2គឺតាក់ទងទៅនឹងក្រមសីលធម៌បរិះដែលអត់ចេះប្រើអំពើហិង្សាការប្រាស្រ័យអំពើហិង្សាវាអត់ល្អហ្មងសម័យឥឡូវគឺគេឈប់ហ្មងអញ្ចឹងបើបើសិនជាគាត់មានទម្លាប់ក្នុងការប្រើប្រាស់អំពើហិង្សាអាហ្នឹងមិនមែនជាបរិះល្អទេកន្លែងហ្នឹងគឺអត់កើតហ្មងទោះបីជាគាត់ប្រកែមិនក្រោយបើគាត់ប្រើហិង្សាហ្នឹងអត់គួរយកខ្លួនមកបៀតជាមួយគាត់ទេព្រោះថ្ងៃក្រោយទៅពិបាកគាត់ខឹងគាត់អីអញ្ចឹងពីណាមកគាត់វាយយើងអីអត់ហេតុអត់ផលអីអញ្ចឹងចុះការនិយាយទាស់អីទីទូចគាត់ប្រើហិង្សាហ្នឹងអត់ល្អលេងជាមួយទេអញ្ចឹងកុំលេងចូលហ្មងអ្នកណាដែលចូលចិត្តប្រើអំពើហិង្សាព្រោះពិបាកប្រើអំពើហិង្សាគឺយ៉ាប់មែនតើហ្មងចំណុចមួយទៀតតាក់ទងទៅនឹងការហាត់ប្រាណអីចឹងណាហូចឥឡូវនារីភិជនគាត់ចូលចិត្តលក្ខណៈ six pack អីចឹងទៅគាត់ថារៀងស្អាត sexy អីចឹងណាខ្ញុំគិតថាអាហ្នឹងកុំបាច់យកវាមកដាក់ជាមេគុណដែលសំខាន់បំផុតទេព្រោះធម្មតាមនុស្សយើងទៅផ្ដោតលើអីមួយវាបាត់អីមួយទៀតហើយបើសិនជាគាត់ផ្ដោតទៅគិតរឿងហាត់ប្រាណគិតរឿងអីហ្នឹងមានន័យថាគាត់គិតអារឿងខ្លួនគាត់នឹងច្រើនជាងគិតរឿងគ្រួសារគាត់ទៀតមិនចង់និយាយថាមិនជាល្អលេងចូលប្រហែលទេចំណុចហ្នឹងដូចមិនថាអត់លើកទឹកចិត្តឲ្យហាត់ប្រាណទេចង់និយាយថាបើសិនជាគាត់យកការហាត់ប្រាណហ្នឹងគ្រាន់តែដើម្បីសុខភាពមិនមែនដើម្បីតាក់ទាញនារីអាហ្នឹងយកគាត់អត់ខុសទេព្រោះសុខភាពសំខាន់ណាស់បើសិនជាគាត់ឈឺថ្ងៃក្រោយគាត់ចាំគ្រួសារគាត់មិនបានល្អគាត់មិនអាចផ្ដល់ភាពកក់ក្ដៅឲ្យគ្រួសារគាត់បានអញ្ចឹងធ្វើឲ្យគ្រួសារពិបាកដោយសារគាត់ទៀតអញ្ចឹងគាត់ហាត់ប្រាណដើម្បីសុខភាពគាត់មិនមែនហាត់ប្រាណដើម្បីតាក់ទាញនារីដទៃទេអាហ្នឹងគាត់ជាប្រភេទមនុស្សដែលល្អបរិះដែលល្អដែលគួរយកជាគ្នាបានកន្លែងហ្នឹងណាបាទអញ្ចឹងមួយទៀតបរិះដែលប្រកែតាមលួងច្រើនក៏មិនប្រកាសថាជាបរិះដែលល្អដែរព្រោះនិយាយទៅខ្ញុំនិយាយមួយម៉ាត់អាចថាប៉ះពាល់តិចតួចប៉ុន្តែខ្ញុំមិននិយាយវាយរ៉ាល់ទាំងអស់តែគ្រាន់តែភាគច្រើនទេបរិះដែលមានសារជាតិជាព្រានារីជាប្រភេទបរិះដែលប្រកែលួងហ្មងព្រោះគាត់មានបទពិសោធន៍ច្រើនទាក់ទងក្នុងការលួងគាត់អត់ខ្មាស់អៀនក្នុងការសំទោសជាចំគាត់ជំនាញហ្មងកន្លែងហ្នឹងគាត់មានសារធាតុសាស្ត្រគាត់លួងគេច្រើនដូចអញ្ចឹងគាត់ជំនាញលើរឿងហ្នឹងតែបរិះដែលមិនសូវជាប្រកែលួងហ្នឹងគាត់អត់សូវមានសារធាតុជាព្រានេះព្រោះគាត់ប្រយ័ត្នក្នុងការបង្កើតកំហុសអញ្ចឹងគាត់ក៏អត់មានជំនាញក្នុងការលួងដែរកន្លែងហ្នឹងគឺនារីគួរតែយល់ដែរកន្លែងហ្នឹងណាព្រោះពេលខ្លះទៅ
អាចយល់ខុសអាចយល់ច្រឡំមានបញ្ហាថងឡែងថាអត់ចេះលួងអត់ចេះអីសោះអីណាណីអញ្ចឹងណាព្រោះខ្ញុំសង្កេតឃើញអញ្ចឹងមែនឃើញថាអ្នកដែលមិនសូវបកកើតកំហុសក៏គាត់មិនសូវបកលួងលើរឿងដែរអ្នកដែលបកកើតកំហុសច្រើនធ្វើគាត់ស្ទាត់ជំនាញក្នុងការលួងដូចគ្នាដែរអញ្ចឹងកន្លែងហ្នឹងយើងត្រូវរិះពិចារណាអញ្ចឹងបើនិយាយស្រាប់ទៅអ្វីដែលខ្ញុំផ្ដោតជាគំនិតហ្នឹងវាអាចខុសច្រើនពីបរិបទសង្គមខ្ញុំមើលទៅណាព្រោះក្មេងៗឥឡូវគាត់អត់ចង់បានអញ្ចឹងចង់បានអារបៀបគេហៅថា romantic នឹងខ្លាំងអញ្ចឹងណាប៉ុន្តែខ្ញុំគិតថាវាមិនមែនជារឿងល្អប្រហែលទេអត់ជារឿងល្អខ្លាំងទេព្រោះពេលខ្លះវាចង់និយាយថាដូចខ្ញុំនិយាយអញ្ចឹងមនុស្សដែលជំនាញខាងហ្នឹងទូទៅគាត់អនុវត្តលើអា skill នឹងច្រើនមកគាត់ខ្លាចជាអ្នកជំនាញអញ្ចឹងវាអាចអត់សូវល្អចំពោះយើងដែរអូខេហើយមួយទៀតតកតងនឹងសេរីភាពមួយដែរនារីដែលឆ្លាតដែលល្អគាត់រើសបរោះដែលចេះផ្ដល់សេរីភាពដល់គាត់ពេលខ្លះនារីអាចអត់ពេញចិត្តទេថាផ្ដល់សេរីភាពឲ្យគាត់ជ្រុលពេកមានអារម្មណ៍ថាអត់ខែអត់អីចឹងណាប៉ុន្តែខ្ញុំគ្រាន់តែចង់និយាយថាបរោះដែលខែយើងខ្លាំងអត់ផ្ដល់សេរីភាពឲ្យយើងនៅពេលដែលយើងនៅមួយយូរបានយើងដឹងថាពិបាកប៉ុណ្ណាយើងធ្វើអីក៏បាក់តែជួបពួកម៉ាក់ក៏ប្រច័ណ្ឌអីក៏ប្រច័ណ្ឌអញ្ចឹងទំនាស់នឹងងាយផ្ទុះណាតែបើសិនជាគេចេះផ្ដល់សេរីភាពឲ្យយើងច្រើនយើងមើលទៅគេអត់សូវខែមួយយើងមិនប៉ុន្តែពិតអត់អញ្ចឹងទេនៅពេលណាមួយដែលយើងចេញទៅក្រៅយើងជួបមិត្តភ័ក្តិជួបអីច្រើនគឺគាត់អត់សូវប្រកាន់អីច្រើនទេចង់និយាយចិត្តគាត់ទលាច្រើនជាមួយយើងអាហ្នឹងវាជាសារជាតិរបស់គាត់អញ្ចឹងហ្មងអញ្ចឹងកន្លែងហ្នឹងគឺអត់ចង់និយាយអត់ជាបញ្ហាអីទេកុំគិតថាគាត់អត់ care អត់អីអញ្ចឹងកន្លែងហ្នឹងក៏គិតអត់ត្រូវដែរបាទអញ្ចឹងសរុបទៅយើងនិយាយត្រឡប់មកវិញណាដល់កុំឲ្យបាច់អូហូស្ទឹងវែងឆ្ងាយទៀតបរោះដែលល្អដែលនារីគួរតែមើលហ្នឹងជំហានទី1គឺមនុស្សដែលមានទស្សនវិស័យទៅលើគ្រួសាររបស់គាត់នឹងដូចប្រពន្ធចែកម៉ាគាត់និយាយអញ្ចឹងគាត់យកចែកម៉ាដោយសារចែកម៉ាជាមនុស្សដែលមានទស្សនវិស័យវែងឆ្ងាយអញ្ចឹងហើយត្បិតតែមានល្អិតមុខអត់ស្អាតមែនប៉ុនសួរតែប្រពន្ធចែកម៉ាឥឡូវមានក្តីសុខគាត់ថាគាត់មានក្តីសុខណាតែបានរើសចែកម៉ាសួរគាត់រើសខុសត្រូវគាត់ថាគាត់រើសត្រូវឃើញអត់បរោះដែលមានទស្សនវិស័យវែងឆ្ងាយអញ្ចឹងគាត់រវល់មួយទស្សនវិស័យរបស់គាត់នឹងគាត់អត់មានពេលទៅណាណីក្បត់ប្រពន្ធគាត់ទេព្រោះគាត់រវល់ចំណុចទី2គឺបរោះដែលមានទំនួលខុសត្រូវគាត់កាលណាតែគាត់មានទំនួលខុសត្រូវខ្ពស់គាត់អត់សូវបង្កើតកំហុសទេចឹងកាលណាតែគាត់អត់បង្កើតកំហុសច្រើនគាត់ក៏មានចំណុចខ្សោយដែរគឺគាត់អត់សូវប្រកែលួងអត់សូវប្រកែការ romantic ហ្នឹងក៏គាត់អត់សូវខ្លាំងដែរគាត់រៀងខ្សោយដែរព្រោះគាត់អត់សូវបានបង្កើតកំហុសច្រើនកន្លែងហ្នឹងណាចំណុចទី3គឺបរោះដែរគាត់អាចនិយាយថាគាត់គិតគូរគាត់ចង់និយាយថាគាត់ធ្វើអ្វីគឺគាត់គិតគ្រួសារច្រើនដូចខ្ញុំនិយាយអញ្ចឹងតាក់ទងដូចវាថាតាក់ទងរូបរាងតាក់ទងហាត់ប្រាណតាក់ទងអីចឹងណាគឺគាត់មិនមែនហាត់ដើម្បីតាក់ទីនារីទេគឺគាត់ហាត់ដើម្បីសុខភាពរបស់គាត់កុំឲ្យឈឺកុំឲ្យពិបាកដល់ក្រុមគ្រួសាររបស់គាត់អីចឹងទៅកន្លែងហ្នឹងបាទកន្លែងហ្នឹងជាប្រភេទបរិសុទ្ធល្អហើយតាក់ទងរឿងការងារផ្ទះហ្នឹងបើសិនជាគាត់បានចេះជួយធ្វើទៀតហិតតែប្រសើរមែនតើហ្មងប៉ុន្តែបើសិនជាគាត់មិនសូវបានជួយការងារផ្ទះតែគាត់បានការងារខាងក្រៅខ្លាំងអាហ្នឹងក៏អូខេដែរវាអាចស៊ីសងគ្នាបានព្រោះយើងអត់អាចរើសមនុស្សម្នាក់ដែលល្អ perfect ហ្មងឯងព្រោះមនុស្សនៅក្នុងកុនវាបានតែក្នុងកុនឯងការពិតវាអត់មានអញ្ចឹងទេព្រោះបើយើងចង់បានដូចកុនដូចអីអាហ្នឹងយើងប្រហែលអាចទទួលអារម្មណ៍ខកចិត្តច្រើនទៅលើរឿងហ្នឹងខកចិត្តច្រើនណាបាទរួចខ្ញុំមាន experience មួយណាខ្ញុំមាន experience មួយនិយាយនៅក្បែរផ្ទះខាងនៅស្រុកកណ្ដាលខ្ញុំនៅខេត្តណាគាត់បាននិយាយជាមួយនឹងម្ដាយខ្ញុំមួយម៉ាត់គាត់ម៉ែខ្ញុំគាត់និយាយប្រាប់ខ្ញុំគាត់ថាអីហ្នឹងគាត់និយាយប្រាប់ម៉ែខ្ញុំថាចែខ្ញុំមកជីវិតខកហ្មងខកអីគេគាត់សួរអញ្ចឹងណាថាខកយកប្តីខុសមិនបានថាយកប្តីខុសអញ្ចឹងគាត់ថាប្តីគាត់មិនដែលបាននាំគាត់ដើរលេងសោះដល់ពេលអញ្ចឹងម្ដាយខ្ញុំនិយាយវិញថាហើយគិតអីអញ្ចឹងហើយគិតអញ្ចឹងខុសហើយប្តីហើយតែបាននាំឲ្យដើរលេងប៉ិនប្តីហើយមានដៃបកបញ្ហាហើយអត់ដែលមានស្រីមានអីអត់ទាំងអស់មែនទេហើយប្តីហើយអត់ដែរឲ្យពិបាករឿងជពាក់លុយគេជពាក់អីគេមែនទេប្តីហើយអត់ដែរឲ្យពិបាកអត់មានអីហូបចុកគ្រប់គ្រាន់ទេមែនទេដល់ពេលអញ្ចឹងគាត់ថាហួយហើយចង់ឃើញដូចប្តីប្រពន្ធគេខ្លះឃើញដើរលេងមួយគ្នាណាណីហើយជពាក់គេបំណុលជុំវិញវ៉ាន់ករត់ចោលស្រុកហ្នឹងហើយចង់បានដូចចឹងហើយរបៀបម៉េចដល់ពេលអញ្ចឹងមកគាត់ចាំភ្ញាក់ហើយគាត់ចង់និយាយថាមិនមែនប្តីហើយអត់ចង់ដើរទេប៉ុន្តែត្រូវស្វែងយល់ឲ្យសួរប្តីហើយច្បាស់មកហេតុអីបានមិនដើរមនុស្សយើងគ្មានវិណាមិនចង់ដើរលេងសប្បាយទេប៉ុន្តែជួនកាលបន្ទុកគ្រួសារវាធំជាងរឿងហ្នឹងតែធ្វើឲ្យគាត់ត្រូវទទួលបន្ទុករឿងហ្នឹងកូននៅរៀនអីចឹងទៅរៀនមិនទាន់ចប់ត្រូវទំនុកម្រងកូនត្រូវរៀនចឹងទៅទំនុកម្រងគ្រួសារចឹងទៅជីវភាពហ្នឹងមិនទាន់បានប្រសើរខ្លាំងចឹងទៅអញ្ចឹងធ្វើឲ្យគាត់អត់អាចយកពេលទៅធ្វើរឿងហ្នឹងបានចឹងមិនមែនគាត់អត់ចង់ទេគាត់នៅពេលខ្លះពេលវេលាអត់ទាន់មកដល់អញ្ចឹងបើយើងចង់ឲ្យពេលវេលានឹងចង់មកដល់យើងប្រឹងទាំងអស់គ្នាទៅបានទៅមុខអញ្ចឹងបានគាត់ចាប់បានយល់អូអញ្ចឹងគាត់គិតខុសឯង
គាត់ឃើញគេរូបភាពមួយអញ្ចឹងវាធ្វើឲ្យគាត់នឹកឃើញអន់ចិត្តជាមួយនឹងអ្វីដែលខ្លួនឯងមានអីចឹងទៅកន្លែងហ្នឹងណាអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងនេះមានការត្រិះរិះពិចារណាកន្លែងហ្នឹងម្ដងទៀតគិតមើលច្បាស់កុំឲ្យជ្រើសរើសទៅខុសព្រោះជ្រើសរើសទៅខុសទៅមានអារម្មណ៍ថាខ្លួនឯងគឺពិបាកមែនតើហ្មងដោយសារតែការshareហ្នឹងវាវែងតែហើយនិយាយមិនតន់អស់សេចក្តីទេប៉ុន្តែខ្ញុំនឹងនិយាយវ័យបន្តទៅមុខទៀតណាខ្ញុំនឹងលើកប្រធានបទតកតងរឿងហ្នឹងម្ដងបន្តិចយកមកបន្ថែមគំនិតបន្ថែមទៀតដើម្បីឲ្យអ្នកទាំងអស់គ្នាស្ដាប់ទៅមានការគិតកាន់តែស៊ីជម្រៅថែមទៀតអញ្ចឹងលើកនេះសូមចប់ត្រឹមប៉ុណ្្នឹងហើយអូខេអរគុណ